នៅតែមានបងប្អូនមួយចំនួនអត់ជឿថាពោតនឹងអាចហូបឆៅបានទោះបីជាខ្ញុំចេញវីដេអូហូបឆៅក៏ដោយនិយាយរួមនៅពេលដែលខ្ញុំដាំដំបងក៏ខ្ញុំមានអារម្មណ៍ថាស្ទាក់ស្ទើរដែរគឺអត់សូវជឿថាពោតនឹងអាចហូបឆៅបានទេដល់ពេលខ្ញុំដាំទៅវាចេញផលមកដល់ពេលខ្ញុំភ្លក់ទៅអាចហូបឆៅបានហើយខ្ញុំហូបរយៈពេល3 4ថ្ងៃអត់មានផលប៉ះពាល់ទេខ្ញុំហូបមួយថ្ងៃ4 5ផ្លែអញ្ចឹងអត់មានឈឺពោះចុកពោះទេដោយសារតែពូជនេះគេបង្កាត់មកដើម្បីឲ្យយើងអាចហូបឆៅបានសម្រាប់អ្នកដែលខ្ជិលខ្ជិលស្ងោរត្រូវចិត្តហ្មងពិសេសខ្ញុំហ្មងចូលចិត្តហូបពោតប៉ុន្តែសួរថាចេះស្ងោរចេះចំហុយអត់គឺទទេហ្មងហើយរសជាតិពោតគឺឆ្ងាញ់ខ្លាំងមែនតើរសជាតិវាខ្ទិះខ្ទិះទឹកដោះគោជាម្សៅច្រើនបើសិនជាយើងចង់យកទៅស្ងោរថាអត់ទុកចិត្តទេយើងហូបឆៅយើងអត់ទុកចិត្តយើងចង់យកទៅស្ងោររសជាតិវាអត់សូវឆ្ងាញ់ទេរសជាតិវាសាច់វារឹងរឹងជាងនៅពេលដែលយើងហូបឆៅរសជាតិវាស្រួយច្រប់ឆ្ងាញ់ជាងហើយសម្រាប់ពោតហូបឆៅនេះគឺមានអត្ថប្រយោជន៍ច្រើនជាងពោតយើងហូបយកទៅស្ងោរដោយសារតែវាត្រូវកម្ដៅពោតហូបឆៅនេះមានអត្ថប្រយោជន៍ជួយដល់ប្រព័ន្ធរំលាយអាហារជួយដល់បេះដូងជួយដល់ភ្នែកជាពិសេសជំនួយដល់សម្រស់អ្នកដែលចូលចិត្តអាហារបែបសុខភាពធ្វើឲ្យមានភាពស៊ាំនៅក្នុងរាងកាយនិងសម្រស់ព្រោះវាមានវីតាមីន C ខ្ពស់ខ្លាំងមែនតើបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងរសជាតិអាចមកភ្លក់ផ្ទាល់បាននៅកសិដ្ឋាន DBK ភ្នំពិសិដ្ឋគឺ